ប្រទះឃើញសាកសពបរមម្នាក់មានសភាពស្អុយរលួយមើលលែងយល់នៅវាលស្រែមួយកន្លែងក្នុងខណ្ឌព្រែកភ្នៅសមត្ថកិច្ចជំនាញពិនិត្យរកឃើញដំរីមួយចំនួនមានករណីប្រទះឃើញសាកសពបរមម្នាក់មិនស្គាល់អត្តសញ្ញាណត្រូវបានឃាតករសម្លាប់ហើយដឹកយកមកកាប់ចោលនៅចំណុចវាលស្រែមួយកន្លែងក្បែរវត្តជុំក្នុងសភាពហើមស្អុយរលួយនិងដៃទាំងសងខាងជាប់ខ្នោះបង្កការភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃទី11ខែមីនាឆ្នាំ2025ស្ថិតនៅសង្កាត់គោករកាខណ្ឌព្រែកភ្នៅរាជធានីភ្នំពេញបើតាមសមត្ថកិច្ចបានឲ្យដឹងថានៅថ្ងៃកើតហេតុពលរដ្ឋបានទៅមើលស្រែរបស់ខ្លួននៅទីតាំងខាងលើក៏ស្រាប់តែប្រទះឃើញជង្គង់សាកសពមនុស្សលៀនចេញពីដីដែលមានស្នាមជីកដីកប់ហើយជះក្លិនស្អុយភាគខ្លាំងដោយសង្ស័យជាករណីឃាតកម្មដឹកសពយកមកកាប់ចោលទើបម្ចាស់ស្រែរស់រាន់រាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញឲ្យចុះមកកាន់កន្លែងកាត់ហេតុតែម្ដងតាមការត្រួតពិនិត្យរបស់កម្លាំងនគរបាលជំនាញក៏សល់វិច័យរកឃើញថាសាកសពរបស់បរិសរងគ្រោះសង្ស័យជាជនបរទេសដៃទាំងពីរជាប់ខ្នោះមានអាវយកមាត់និងបិទម៉ាស់មុខទំនងត្រូវបានឃាតករធ្វើទរណកម្មហើយវាយសម្លាប់រួចដឹកសពយកទៅកាប់ចោលរយៈពេលច្រើនថ្ងៃទម្រាំមានអ្នកប្រទះឃើញសាកសពប្រែជាស្អុយរលួយមើលលែងស្គាល់អត្តសញ្ញាណដែលនៅក្បែរសាកសពរកឃើញវត្ថុតាំងប៉ែលដែលត្រូវបានឃាតករបន្សល់ទុកពេលប្រើប្រាស់សម្រាប់ជីកកប់ជនរងគ្រោះក្រោយការត្រួតពិនិត្យកម្លាំងជំនាញក៏សល់វិច័យបានសន្និដ្ឋានថាជាករណីឃាតកម្មដែលជនរងគ្រោះត្រូវបានធ្វើទរណកម្មវាយនិងទប់ដង្ហើមរហូតដល់ស្លាប់ជុំវិញករណីនេះកម្លាំងសមត្ថកិច្ចជំនាញនៅមិនទាន់ដឹងពីអត្តសញ្ញាណសពនៅឡើយទេនិងបានបញ្ជូនទៅតម្កល់នៅវត្តទឹកថ្លាដើម្បីស្រាវជ្រាវរកសាច់ញាតិចំណែកជនសង្ស័យក្នុងករណីនេះកម្លាំងជំនាញកំពុងសហការធ្វើការស្រាវជ្រាវយ៉ាងក្តៅគគុកដើម្បីបំបែកសំណុំរឿងឃាតកម្មនេះឲ្យកាន់តែបាន